នាយករដ្ឋមន្ត្រីថៃគឺលោកស្រីផែថនឋានមិនត្រឹមតែមិនលាលែងពីតំណែងនោះទេប៉ុន្តែបដិញ្ញាចិត្តពួតដៃជាមួយនឹងយោធាថៃក្នុងការការពារបូរណភាពទឹកដីដែលឈ្លានពានមកលើកម្ពុជាយើងទៀតដោយដែលពុកម៉ែបងប្អូនបានដឹងហើយបន្ទាប់ពីបែកធ្លាយសារសម្លេងសន្ទនារវាងសម្ដេចតេជោនិងលោកស្រីផែថនឋានកាលពីថ្ងៃទី18ខែមិថុនាឆ្នាំ2025ហើយប្រជាពលរដ្ឋនៅប្រទេសថៃនឹងគឺចេញមកធ្វើបាតកម្មទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលាលែងពីតំណែងតែម្ដងប៉ុន្តែមកដល់ថ្ងៃនេះគឺថ្ងៃទី19ខែមិថុនាឆ្នាំ2025លោកស្រីផែថនឋានបានចេញមកសុំទោសប្រជាពលរដ្ឋគេហើយគេថែមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋថាពេលវេលាបែបនេះមិនមែនជាពេលវេលាដែលត្រូវឆ្លោះគ្នាជនជាតិគេនោះទេប៉ុន្តែផ្ទុយទៅវិញត្រូវតែរួបរวมគ្នាដើម្បីការពារបូរណភាពទឹកដីគឺគេចង់បានន័យថារួបរวมគ្នាការពារអាទឹកដីដែលគេឈ្លានពានយើងហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងគេលាលែងពីតំណែងមិនលាលែងវាគឺជារឿងនយោបាយនៅក្នុងប្រទេសគេអ្វីដែលយើងជាពលរដ្ឋមានទូនាទីត្រូវធ្វើហ្នឹងគឺយើងត្រូវតែបន្តរួបរวมសាមគ្គីនៅក្នុងស្មារតីតែមួយមិនឲ្យបែកបាក់ជាដាច់ខាតហើយផ្ដល់ការជឿជាក់ទៅលើរដ្ឋាភិបាលកម្ពុជាយើងក្រោមការដឹកនាំរបស់សម្ដេចតេជោនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគឺយើងត្រូវតែជឿជាក់ទៅលើមេដឹកនាំយើងនៅក្នុងការដោះស្រាយចំនួនព្រំដែននិងការពារអធិបតេយ្យភាពទឹកដីនៃប្រទេសកម្ពុជាជាពិសេសគឺសន្តិភាពនៅក្នុងប្រទេសយើងតែម្ដងយើងត្រូវតែបន្តរួបរวมគ្នាជាថ្លុងមួយប្រៀបបានដូចជាចង្កឹះមួយបាច់ដែលគ្មាននរណាកាច់បាក់នោះទេគឺត្រូវតែបន្តរួបរวมគ្នាតែម្ដងមិនអាចបែកបាក់សាមគ្គីជាដាច់ខាត